ដូច្នេះឥឡូវយើងចូលទៅក្នុងតុង sol major កាលណាចម្រៀងមួយលេងនៅក្នុងតុង sol major ឬក៏ key G នឹងយើងត្រូវតែដឹងណាដើម្បីទៅមុខគឺយើងដឹងថាតើក្នុងតុង sol major ហ្គាម sol major គេហៅយ៉ាងម៉េចអញ្ចឹងយើងមានចាប់ពី note sol នេះមកខ្សែទី1ណាគឺ sol la si do re mi fa jazz F sharp sol ណាគឺមាន F sharp មាន fa jazz មកគ្រាប់ណាខុសពីតុងដូដែលមាន fa ធម្មតា fa natural ណាប៉ុន្តែនេះ fa jazz បាទម្ដងទៀត sol la si do re mi fa jazz sol sol fa jazz mi re do si la sol អ្វីត្រូវចងចាំគឺលេង scale ឲ្យបានហើយចាំថាមានគ្រាប់ fa jazz មួយគ្រាប់ណា